សួស្តីបងប្អូនអរគ្នាជួបខ្ញុំទៀតហើយណាមកធ្វើម្ហូបទៀតហើយហើយនេះខ្ញុំមានជាមួយនឹងល្ហុងទុំនេះអូយបង្អែមលាងមាត់ហើយនេះយើងមានជាមួយនឹងត្រីបងហើយជាមួយនឹងគល់ក្រៃហើយនឹងផ្សិតអីចឹងណាតាំងថ្ងៃនឹងបានម្ហូបអីគេហើយយើងមកហាន់ជាមួយនឹងគល់ក្រៃបើយើងនឹងមកបន្តមកទៀតខ្ញុំមកធ្វើការកាច់ហ្គាសហើយហ្គាសហ្នឹងពិបាកកាច់មែនតើហ្មងនេះគឺថាកាច់អត់ចេះទេមុខកញ្ញើហើយបន្តមកទៀតកាច់ឆេះហើយយើងមកធ្វើការដាំទឹកវាមកបងហើយដាក់គល់ក្រៃដែលយើងហាន់មិញនឹងចូលមកហើយនេះ review ជាមួយនឹងត្រីបើយើងមានត្រីមានក្រូចឆ្មាមានជីអាណាស្លឹកខ្ទឹមអីយ៉ាងមកម្ទេសអីតិចមកហើយមួយប្រសិទ្ធទៀតមកហើយយើងទុកសម្រាប់ស្លបងហ្នឹងណាបន្តមកទៀតនេះយើងមកជាមួយនឹងការហាន់ស្លឹកខ្ទឹមហើយនឹងជីអាណាបើយើងនឹងមកដើម្បីទុកពេលយើងស្លឆ្អិនហើយយើងបងចូលឲ្យឈ្ងុយឆ្ងាញ់អីចឹងនេះហាន់ចឹងមកហើយបេះជីតិចមកបន្តមកយើងមកធ្វើការបងត្រីបើយើងមកបន្ទាប់ពីទឹកយើងពុះយើងបងជាមួយនឹងផ្សិតអីចូលគ្នាចឹងមកបន្តមកទៀតឆ្អិនហើយយើងមកភ្លក់ម្ដងមើលតើរសជាតិនឹងមកទៅហើយនេះគឺជារសជាតិរបស់វាគឺថាស្ទើរទឹកត្រីឥឡូវនេះខ្ញុំមកធ្វើការបន្ថែមទឹកត្រីតិចមកថែមទឹកត្រីហើយនឹងឆ្ងាញ់ហ្មងតោះឥឡូវទៅភ្លក់មួយខ្ញុំបងគឺថាហត់មួយគ្រូបែកនេះខ្ចាយតែម្ដងដោយសារអីស្លក្តៅហើយបានស្ងោជ្រក់បែបនេះទៀតច្រាស់មកហ្មងអរគុណសម្រាប់ការមើលដល់ចប់ណាបាយបាយ